បាទជំរាបសួរបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូទី3នេះយើងនឹងស្វែងយល់អំពីការគណនាកម្រិតមូលដ្ឋាននៅក្នុងកម្មវិធី Excel អញ្ចឹងដូចដែលបានបញ្ជាក់នៅក្នុងវីដេអូមុនការធ្វើការនៅលើ Excel គឺយើងធ្វើការនៅលើ cell នីមួយៗតែម្ដងបាទហើយចំពោះមូលដ្ឋានគ្រឿងនៃការគណនាក្នុងកម្មវិធី Excel បាទមានតែបូកដកគុណចែកនឹងទេដែលជាមូលដ្ឋានគ្រឹះធំផុតព្រោះណាបើសិនជាយើងមិនចេះអាហ្នឹងទេគឺបន្តទៅរូបមន្តកម្រិតខ្ពស់យើងនឹងពិបាកបាទអញ្ចឹងមូលដ្ឋានគ្រឹះនៃកម្មវិធី Excel មានបាទសញ្ញាបូកបាទសញ្ញាដកសញ្ញាគុណបាទគុណនេះយើងប្រើផ្កាយហើយនឹងសញ្ញាចែកគឺយើងប្រើសញ្ញាស្លាសអញ្ចឹងឧបមាថាខ្ញុំមានលេខបាទ15បាទហើយនឹងលេខ20អញ្ចឹងបើសិនជាខ្ញុំចង់បូកលេខ2ហ្នឹងបាទខ្ញុំចុចសញ្ញាស្មើព្រោះថាបើសិនជាបងប្អូនអត់ប្រើសញ្ញាស្មើទេហើយយកមកចាប់ cell មួយទៀតគឺវាអត់ជាប់រូបមន្តទេអញ្ចឹងលុះត្រាតែបងប្អូនប្រើសញ្ញាស្មើពីមុខបន្ទាប់មកបងប្អូនយកម៉ៅរបស់បងប្អូនបាទស្រេចនៅលើលេខរបស់យើងបន្ទាប់មកទៀតប្រើសញ្ញាបូកបាទហើយយកម៉ៅរបស់យើងទៅคลิกទៅលើលេខមួយទៀតបាទអញ្ចឹង15បូក20គឺស្មើ35ដូចគ្នាដែរបើសិនជាយើងប្រើសញ្ញាដកយើងអាចคลิกទៅលើ cell របស់យើងបន្ទាប់មកយើងយកទៅដកបាទអញ្ចឹង20ដក15ស្មើ5ចំពោះសញ្ញាគុណយើងប្រើសញ្ញាស្មើបាទ15គុណនឹង20បាទស្មើ300បាទ15ចែកនឹង20បាទស្មើ 0.75 បាទចំពោះរូបមន្តដែលយើងប្រើនេះបាទជាកម្រិត basic មែនតើអញ្ចឹងមែនតើទៅយើងអាចនឹងប្រើរូបមន្តជំនួសឲ្យការបូកបែបហ្នឹងព្រោះថាបើសិនជាក្នុងករណី cell មួយខ្ទង់ពីរខ្ទង់យើងអាចធ្វើការបូកបែបហ្នឹងបានប៉ុន្តែនៅពេលដែល cell ឡើងដល់ទៅ100 200ខ្ទង់បាទបងប្អូនបូកបែបនេះគឺខាតពេលខ្លាំងណាស់បាទអញ្ចឹងចំពោះរូបមន្តគឺមានច្រើនបាទដោយដែលបានបញ្ជាក់ជូនបងប្អូននៅលើគ្រប់ function library នេះបាទគឺយើងមានរូបមន្តច្រើនទៀតដែលយើងនឹងធ្វើការស្វែងយល់ជាបន្តបន្ទាប់បាទអញ្ចឹងនៅក្នុងវីដេអូនេះគ្រាន់តែចង់បង្ហាញបងប្អូនអំពីបាទ basic ទូទៅនៃការរៀបចំការគណនានៅក្នុងកម្មវិធី Excel តែប៉ុណ្ណោះបាទអញ្ចឹងបងប្អូនសូមរងចាំវីដេអូបន្តទៀតដែលខ្ញុំនឹងធ្វើការបង្ហាញអំពីរូបមន្តផ្សេងដែលប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃបាទសូមអរគុណ